លោករដ្ឋមន្ត្រីក្រសួងការបរទេសចិនវ៉ាងជីបានប្រាប់ថៃឡែនថាកម្ពុជាមិនចង់ប្រឈមទំនាស់ធ្វើសង្គ្រាមច្បាំងជាមួយថៃឡែនទេព័ត៌មាននេះបង្ហាញឲ្យឃើញថារាជរដ្ឋាភិបាលកម្ពុជាកំពុងតែស្វែងរកដំណោះស្រាយផ្លូវការទូតធម្មតាពួកអាស៊ីជូទាំងឡាយតែងចង់ឃើញច្បាំងគ្នានៅពេលដែលវាអត់ហ៊ានតែច្បាំងចំណែកឯអ្វីដែលលោកវ៉ាងជីបាននិយាយជាមួយនឹងអនុទិនចានវិរៈគុណមិនមែនជារឿងអាក្រក់ទេចំពោះខ្ញុំចាត់ទុកថាជារឿងល្អពីព្រោះអ្នកដែលវាចង់ឲ្យច្បាំងគ្នាវាអត់ទៅច្បាំងទេនៅពេលដែលវាអត់ច្បាំងទេហើយប្រជាជនយើងដែលរស់នៅក្នុងប្រទេសកម្ពុជាជាអ្នករងគ្រោះគឺយើងមិនត្រូវជឿលើអ្វីដែលគេបញ្យុះឲ្យច្បាំងគ្នាទេណាយើងដឹងអំពីគោលបំណងនៃការអង្គាមទឹកនិងដីប្រទេសកម្ពុជាពីសំណាក់ប្រទេសជិតខាងមានវៀតណាមមានថៃឡែនជាដើមយើងត្រូវតែនិយាយគ្នាយើងពាក្យថាយើងគឺមានន័យថារាជការនិងពលរដ្ឋខ្មែរបើរាជការយល់ឃើញថាការប្រឈមទល់មុខគ្នានឹងការច្បាំងគ្នាមិនមែនជាចំណុចវិជ្ជមានដែលអំណោយផលចំពោះប្រទេសកម្ពុជានិងប្រជាពលរដ្ឋរដ្ឋាភិបាលទេគួរណាស់ប្រជាពលរដ្ឋនិងរដ្ឋាភិបាលត្រូវរកចំណុចចុះសម្រុងគ្នាមួយក្នុងគោលដៅដើម្បីរក្សាការពារនៅសុវត្ថិភាពសន្តិសុខនិងសន្តិភាពនៃប្រទេសកម្ពុជាខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាផ្ទៃក្នុងណាដោះស្រាយបញ្ហាផ្ទៃក្នុងបញ្ហាផ្ទៃក្នុងគឺបញ្ហារវាងប្រជាពលរដ្ឋខ្មែរនិងរដ្ឋាភិបាលតើតើរឿងប្រជាពលរដ្ឋខ្មែរនិងរដ្ឋាភិបាលនេះគឺជាចំណែកដែលសំខាន់ជាចំណែកដែលសំខាន់អញ្ចឹងអ្វីដែលខ្ញុំឃើញថាអ្នកខ្លះគេអាចបកស្រាយសម្ដីរបស់វ៉ាងជីដែលអនុទិនចានវីរៈគុណលើកមកនោះជាសម្ដីកំសាកជាអីខ្ញុំអត់គិតអញ្ចឹងទេខ្ញុំគិតថាសង្គ្រាមរវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងគឺជាករណីចុងក្រោយបំផុតខ្មែរត្រូវឈប់ចូលឈប់អួតឈប់ fake ហើយខ្មែរឈប់ភ្លើថាខ្លួននឹងជាអីណាពូជអ្នកចម្បាំងទាំងដួយអីគឺត្រូវកែប្រែចិត្តគំនិតថាខ្មែរនឹងពូជអ្នកខិតខំតើបងប្អូនយល់ស្របនឹងគំនិតខ្ញុំទេរាជការហើយនឹងពលរដ្ឋត្រូវរកការចុះសម្រុងគ្នាហើយខ្មែរត្រូវជាលើកទង់ជ្រងថាខ្មែរគឺជាពូជអ្នកខិតខំពូជឧស្សាហ៍ព្យាយាមពូជខិតខំពូជកសាងចំណេះដឹងកុំតែភ្លើនឹងអារឿងពូជអ្នកចម្បាំងអីអត់មានទេឥឡូវប្រិយមិត្តប្រតិកម្មឆ្លើយនឹងគំនិតខ្ញុំតើខ្មែរគួរជ្រងទង់ដោះស្រាយបញ្ហារវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាលឲ្យរលូនដោះស្រាយបញ្ហាឲ្យខ្មែរខិតខំឧស្សាហ៍ព្យាយាមដើម្បីរកចំណេះដឹងរកជំនាញកសាងជីវភាពនិងការពារសន្តិភាពដែលចាប់ផ្ដើមពីការរកសេចក្តីសុខរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរបើប្រជាពលរដ្ឋនិងរដ្ឋាភិបាលរកឯកភាពជាតិឃើញហើយប្រជាជនដែលជាពលរដ្ឋខ្មែររកសេចក្តីសុខចំណេះដឹងនិងការកសាងសេដ្ឋកិច្ចគឺអត់មានចាំបាច់ខ្មែរពូជអ្នកចម្បាំងអីទេមកពីច្បាំងនឹងហើយបានអស់ដីតាំងពីធំរហូតដល់តូចអញ្ចឹងអ្វីដែលសំខាន់ជាងគេហ្នឹងគឺកូនក្មេងត្រូវរៀនខ្មែរត្រូវខិតខំឧស្សាហ៍ព្យាយាមហើយរកនៅចំណុចមួយដោះស្រាយរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋបញ្ហាគឺផ្ទៃក្នុងយើងទេមិនមែនបញ្ហាយួនមិនមែនគ្រោះថ្នាក់ពីយួនមិនមែនគ្រោះថ្នាក់ពីឡាវមិនមែនគ្រោះថ្នាក់ពីថៃគ្រោះថ្នាក់របស់យើងគឺរដ្ឋាភិបាលនិងប្រជាពលរដ្ឋមិនរួមរស់គ្នាបានដោយនីតិរដ្ឋយុត្តិធម៌សមធម៌សុជីវធម៌កុសលធម៌គុណធម៌នឹងគ្នានេះគឺជាណារឿងប្រហែលរឿងអីគឺយើងទេមទេសបាយជេអឹមយើងចេះតែលើករឿងត្រង់នេះមកនិយាយយើងចង់ឲ្យរកសុខដុមរមនានឹងគ្នាសុខដុមរមនានឹងគ្នាគឺជាសង្គមខ្មែរមួយដែលមាននីតិរដ្ឋគឺអ្វីគឺមានច្បាប់អនុវត្តច្បាប់ហើយនឹងផ្ដល់សេចក្តីយុត្តិធម៌គឺយើងមាននីតិរដ្ឋយុត្តិធម៌សង្គមយើងមានសមធម៌យើងមានសុជីវធម៌សុភាវធម៌សិលធម៌គុណធម៌យើងមានរឿងហ្នឹងជាមួយគ្នាអញ្ចឹងយើងស្វែងយល់ពីបញ្ហានៅពេលដែលយើងនិយាយអំពីបញ្ហាបន្ទាប់មកទៀតនៅពេលដែលយើងលើកបញ្ហាយើងត្រូវតែព្យាយាមរកដំណោះស្រាយហ្នឹងអញ្ចឹង
នឹងអញ្ចឹងលៀបសំណាងកាលណាចៅសួរតាអត់មានញ៉ាំទេគេប្រើពាក្យពិសាព្រោះតាយុគចាស់ជាងបើតាសួរចៅចៅញ៉ាំអាហារពេលព្រឹកនៅចៅក្មេងជាងតែបើសួរតាពិសាអាហារពេលព្រឹកឬនៅនឹងព្រោះតាចាស់ជាងណាកូនណាមិនសួរម៉ែស៊ីបាយណាម៉ែបើសិនជាចៅឯងកូនតាវិញហីអាចទៅជាម៉ាឡេឌៀនរឿងឥណ្ឌូនេស៊ីនាំសិង្ហបុរីនិងម៉ាឡេយកឈ្នួលថ្លៃចិនចូលច្រកម៉ាឡាកាខ្ញុំនិយាយពាក្យដំបូងព្រឹកនេះហើយចាំតែចាក់ស្ដាប់ទៅគង់សុធេរាជខ្ញុំមានលុយ$5ថ្ងៃអង្គារទៅកំពង់សោមតើគួរញ៉ាំអីលោកតាខ្ចប់បាយយកទៅទៅកំពង់សោមខ្ចប់បាយយកទៅហើយបើមិនចាំបាច់ទេកុំទៅកំពង់សោមនៅផ្ទះចំណេញលុយ$5អញលឺសូចៅឯងនិយាយប្រាប់អញថាមាន$5ហើយមកសួរតាហ្នឹងអញអាណិតណា